រឿងនិទានដំណើររបស់ស្រៈនិស័យថ្ងៃមួយមានស្រៈ23រូបរស់នៅក្នុងភូមិឈ្មោះអក្ខរវិថីពួកគេហៅខ្លួនឯងថាស្រៈនិស័យព្រោះពួកគេតែងតែភ្ជាប់ខ្លួនទៅនឹងអក្សរដើម្បីបង្កើតពាក្យនិងអត្ថន័យជាស្រៈដែលសុទ្ធសាធនឹងភាពរីករាយហើយតែងតែបើកដៃស្វាគមន៍ស្រៈផ្សេងៗអេជាស្រៈតូចរឹងមាំចូលចិត្តជួយអក្សរទាំងអស់ឲ្យបានសមរម្យអីជាស្រៈមានភាពស្រស់ស្អាតនិងស្រឡាញ់សន្តិភាពអេនិងអេជាបងប្អូនមានចរិតខុសគ្នាតែសុទ្ធតែចូលចិត្តការអភិវឌ្ឍអូអូនិងអ៊ូជាស្រៈចេះលេងទឹកតែងតែធ្វើការផ្លាស់ទីដូចស្រទាប់ទឹកជាស្រៈនៃភាពជឿជាក់មានកម្លាំងខាងក្នុងអ៊ូនិងអ៊ីជាស្រៈយល់ចិត្តល្អនិងចេះចូលរួមជាមួយអ្នកដទៃអេអាយនិងអៃជាស្រៈប្អូន3រូបដែលចូលចិត្តរាំចង្វាក់ខុសៗគ្នាអោនិងអៃតែងតែធ្វើដំណើរលើផ្លូវខ្សែបេតុងដើម្បីនាំពាក្យឲ្យរួមគ្នាអ៊ំនិងអ៊ំជាស្រៈដែលចូលចិត្តបញ្ចប់ពាក្យដោយបន្ថែមអារម្មណ៍អាំគឺជាស្រៈមានភាពរ៉ូម៉ាន់ទិកមានចិត្តក្តៅជាស្រៈចូលចិត្តសំឡេងខ្លាំងគេហៅថាស្រៈបញ្ចុកហេតុអូអេនិងអេជាស្រៈចុងក្រោយដែលសម្គាល់ចប់នៃអត្ថបទជួយពាក្យឲ្យមានស្ទីលនិងភាពចម្រូងចម្រាសពួកស្រៈទាំងអស់នេះបានធ្វើដំណើរចេញពីភូមិអក្ខរវិថីទៅកាន់ភូមិអក្សរព្យញ្ជនៈដើម្បីចូលរួមសរសេរពាក្យនានាពួកគេចង់បង្ហាញថាបើគ្មានស្រៈនិស័យពាក្យនឹងគ្មានសម្លេងនិងអត្ថន័យនាយកភូមិនៃភូមិព្យញ្ជនៈបានសរសើរនិងអញ្ជើញពួកគេធ្វើជាសមាជិកស្ថាប័ននៃភូមិភាសាខ្មែរ